បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នានេះគឺជាវីដេអូទី2ហើយដែលនិយាយជាមួយនឹងការដោះស្រាយសមីការ differential នៅក្នុងវីដេអូនេះខ្ញុំបានលើកយកលំហាត់សមីការ differential មួយដែលមានរាង x dy លើ dx ស្មើនឹង1លើ x ដើម្បីដោះស្រាយសមីការ differential យើងត្រូវដឹងពីក្បួននៅក្នុងការគណនាវាចឹងមានតម្រងជាច្រើនដែលយើងអាចដោះស្រាយសមីការ differential បានដោយយើងអាចប្រើវិធីសាស្ត្រញែកអថេរនៅក្នុងលំហាត់នេះគឺយើងអាចញែកអថេរបានដោយឡែកមានន័យថាដើម្បីដោះស្រាយលំហាត់អន្តេក្រាលមួយយើងត្រូវញែកអថេរ x តាម x y តាម y ចឹងនៅក្នុងលំហាត់នេះគឺយើងអាចញែកបាននេះជា x ចឹងយើងបោះ x ហ្នឹងទៅអង្គទី2ទៅហើយទុកអថេរ y នៅអង្គទី1ចឹងអង្គទី1យើងនៅសល់ dy អង្គទី2យើងរុញ dx មកខាងលើចឹងយើងនឹងបាន dx ចែកជាមួយ x យើងរុញមកខាងក្រោមយើងបាន x ការ៉េបន្តមកទៀតយើងសម្រួលកន្សោមបន្តិចដែលដាក់តម្រង់ប៉ុណ្នេះញែក dx រួចហើយយើងបំពាក់អន្តេក្រាលអង្គសងខាងយើងបានអន្តេក្រាល dy ស្មើនឹងអន្តេក្រាល1លើ x ការ៉េ dx ដើម្បីយើងអន្តេក្រាលវាមកអន្តេក្រាល dy យើងទទួលបាន y ចំណែកអន្តេក្រាល1លើ x ការ៉េយើងបានដក1លើ x បូកនឹង c ដែល c ជារបស់ a វាជាចម្លើយនៃលំហាត់ differential របស់យើងខាងលើនេះ